ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឿងសូលីសាអស់ពីក្រុម SV1 ក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការនិយាយអំពីការ remote from Windows 11 to Ubuntu ដោយប្រើ ASH និង Git-based ជាដំបូងខ្ញុំធ្វើការ log in ចូលទៅក្នុង Ubuntu server របស់ខ្ញុំសិនឥឡូវខ្ញុំ log ចូលបានហើយខ្ញុំធ្វើការ ping ទៅ Google មួយដើម្បីតេស្តថា Ubuntu របស់ខ្ញុំហ្នឹងវាមានអ៊ីនធឺណិតចូលអត់ឥឡូវវាមានអ៊ីនធឺណិតហើយខ្ញុំធ្វើការអឺ update មួយដែលខ្ញុំប្រើ command sudo apt update តមកទៀតខ្ញុំធ្វើការ wipe password ខ្ញុំបាន update ហើយឥឡូវខ្ញុំធ្វើការទៅវាយ command មួយទៀតដើម្បីអឺអឺ install OpenSH ខ្ញុំវាយ command sudo install OpenSH server ខ្ញុំភ្លេច sudo apt install OpenSSH server ឥឡូវយើងបាន install ហើយយើងខ្ញុំធ្វើការ clear screen មួយអឺ clear screen ហើយខ្ញុំនឹងធ្វើការទៅ check មើលថាOpenSH របស់ខ្ញុំហ្នឹងinstall ហើយយើងប្រើបានអត់ខ្ញុំត្រូវវាយ command sudo system systemctl status sh.service sudo systemctl status sh service នេះគឺជា command ដែលយើងធ្វើការ check ទៅលើ setter របស់ ASH ក្នុង Ubuntu unit ASH service ទី file ខ្ញុំខុសកន្លែងនេះ ASH open ចឹងកន្លែងនេះវាអត់ដែរចឹងខ្ញុំសាកទៅតេស្តcommand
ឲ្យវា start ទៅលើ ASA សិនអឺដូរកន្លែង status នេះទៅជា start ASA dot service friend start សុខខុសខ្ញុំ start វាហើយខ្ញុំទៅធ្វើការcheck status វាម្ដងទៀតឥឡូវវាបានstatus វាactive ហើយ active running ហើយអញ្ចឹងបន្ទាប់ពីយើង check ទៅលើ status វាactive ហើយវាកំពុងតែ running ខ្ញុំធ្វើការ clear វាមួយសិនបន្តមកទៀតខ្ញុំធ្វើការទៅ check មើលuser username របស់ខ្ញុំក្នុងUbuntu នេះខ្ញុំធ្វើការវាយ comment echo ដក clear echo ដក clear $user អញ្ចឹងកន្លែងនេះគឺជា user របស់ខ្ញុំដែលឈ្មោះសាក់នេះបន្តមកទៀតខ្ញុំធ្វើការទៅយក IP របស់វាដើម្បីយកទៅ remote នៅក្នុង Gatebase ដោយប្រើ comment host name ដក clear i ធំដក i ធំអញ្ចឹងខ្ញុំទទួលបានIP របស់ខ្ញុំហើយ192.168.0.11ឥឡូវខ្ញុំធ្វើការទៅបើក Gatebase របស់ខ្ញុំអញ្ចឹងនៅក្នុង Gateway របស់ខ្ញុំនេះដើម្បី remote ទៅកាន់Ubuntu បានខ្ញុំត្រូវដាក់វាយ comment as username របស់ខ្ញុំសាក់ដុល្លារនិង IP របស់ខ្ញុំ192.168.0.111 enter មកតមកទៀតកន្លែងនេះវាឲ្យយើងដាក់fingerprint ខ្ញុំចូល yes password Ubuntu របស់ខ្ញុំអញ្ចឹងវាចេញមកប៉ុណ្នេះហើយខ្ញុំទៅធ្វើការ check មួយទៀតនៅក្នុងហ្នឹងខ្ញុំធ្វើការ check ថាវាស្គាល់ Ubuntu របស់ខ្ញុំអត់ខ្ញុំ clear ចោលមួយតមកខ្ញុំធ្វើការវាយ comment cd ដល់ clear root តមកទៀត ls អញ្ចឹងវាចូលមកប៉ុណ្ណេះគឺថាខ្ញុំអាច remote ពី Gatebase របស់ខ្ញុំទៅកាន់ Ubuntu server របស់ខ្ញុំបានហើយអញ្ចឹងវីដេអូដែល remote Windows to Ubuntu by using ASA របស់ខ្ញុំចប់តែប៉ុណ្្នេះហើយសូមអរគុណលោកគ្រូ